រថយន្ត Ford បរថយន្ត Corolla ហើយព្យាយាមបើករត់តែត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន ភ្នំពេញ យុវជនមួយក្រុមស្រវឹងបើករថយន្តមួយគ្រឿងម៉ាក Ford ទៅបុកពីក្រោយរថយន្ត Corolla ពេញទំហឹងនៅចំណុចរង្វង់មូលជ្រោយចង្វារក្នុងភូមិសាស្ត្រខេត្តឫស្សីកែវ ហើយព្យាយាមបើករត់គេចខ្លួនរហូតមកដល់ចំណុចផ្លូវលេខ615 ស្ថិតក្នុងសង្កាត់បឹងកក់ទី1 ខណ្ឌទូកក ទើបត្រូវសមត្ថកិច្ចមូលដ្ឋានស្ទាក់ចាប់បានកាលពីវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី6 ខែសីហា ឆ្នាំ 2014 យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថានៅមុនពេលកើតហេតុគឺដំបូងឡើយក្រុមយុវជនខាងលើបើករថយន្តមួយគ្រឿងម៉ាក Ford ពណ៌ទឹកប្រាក់ពាក់សាកលេខឆ6476 ផព2ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ6ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចរង្វង់មូលជ្រោយចង្វារដែលស្ថិតក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវរថយន្តបានរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្ត Corolla មួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំហើយរថយន្ត Ford បានព្យាយាមបើករត់គេចខ្លួនប៉ុន្តែខណៈមកដល់ចំណុចផ្លូវលេខ615ក៏ត្រូវសមត្ថកិច្ចដែលល្បាតក្នុងមូលដ្ឋានស្ទាក់ចាប់បានតែម្ដងក្រោយកើតហេតុសមត្ថកិច្ចមិនអាចធ្វើការតាក់ទងទៅខាងម្ចាស់រថយន្តរងគ្រោះទើបសហការជាមួយសមត្ថកិច្ចជំនាញចុះអន្តរាគមន៍យករថយន្តបង្កខាងលើទៅរក្សាទុកនៅអធិដ្ឋាននគរបាលខណ្ឌទូកកតែម្ដងទៅ